សូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទាក់ទិនជាមួយនឹងចំណេះដឹងដែលជាមូលដ្ឋានគ្រឹះនៃនឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងបន្តសូមអ្នកនរគ្នាជួយចុចSubscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសម្រាប់វីដេអូមុនខ្ញុំបានចែករំលែកដល់អ្នកគ្នាទាក់ទិនជាមួយនឹងចំណាត់ថ្នាក់នៃប្រតិបត្តិការអាជីវកម្មទី1បាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទាក់ទិនជាមួយនឹងចំណាត់ថ្នាក់នៃប្រតិបត្តិការអាជីវកម្មទី2ដែលទាក់ទិនជាមួយនឹងប្រតិបត្តិការធ្វើឡើងតែម្ដងនិងប្រតិបត្តិការធ្វើឡើងជាប្រចាំអញ្ចឹងជាធម្មតានៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុនមួយគេតែងតែមានការចំណាត់ថ្នាក់ជាប្រតិបត្តិការដែលធ្វើឡើងតែម្ដងនិងប្រតិបត្តិការដែលធ្វើឡើងជាប្រចាំហ្នឹងបាទហើយសំណួរសួរថាតើប្រភេទប្រតិបត្តិការដែលធ្វើឡើងតែម្ដងហ្នឹងវាជាប្រភេទប្រតិបត្តិការបែបម៉េចហើយធ្វើឡើងជាប្រចាំហ្នឹងជាប្រភេទប្រតិបត្តិការបែបម៉េចបាទអញ្ចឹងនៅក្នុងហ្នឹងដូចខ្ញុំបាននិយាយមុនហ្នឹងគឺយើងមានជាប្រភេទចំណាត់ថ្នាក់ប្រតិបត្តិការដែលធ្វើឡើងតែម្ដងភាសាអង់គ្លេសហ្នឹងគឺ one off transaction ហើយមួយទៀតហ្នឹងគឺ ongoing transaction បាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាងាយយល់ទៅលើប្រភេទប្រតិបត្តិការណាដែលយើងចាត់វាជា one off ហើយប្រតិបត្តិការណាដែលយើងចាត់វាជា ongoing បាទអញ្ចឹងខ្ញុំសូមផ្ដល់ជាឧទាហរណ៍មួយផ្ដល់ជាយមន័យបាទ sorry អញ្ចឹងប្រតិបត្តិការដែលធ្វើឡើងជាធ្វើឡើងតែម្ដងនេះវាជាប្រតិបត្តិការតែមួយគត់ឬមិនញឹកញាប់ដែលមិនត្រូវបានគេរំពឹងថានឹងកើតឡើងជាទៀងទាត់បាទអញ្ចឹងប្រតិបត្តិការនេះគឺងាយយល់ទេអ្នកនរគ្នាមានន័យថាប្រតិបត្តិការណាដែលកើតឡើងមកតែម្ដងហើយប្រតិបត្តិការហ្នឹងគេមិនរំពឹងទុកថាវាកើតឡើងជាទៀងទាត់ប្រចាំថ្ងៃប្រចាំខែឬក៏ប្រចាំឆ្នាំទេអាហ្នឹងគេរាប់បញ្ចូលវាជាប្រតិបត្តិការធ្វើឡើងតែម្ដងហើយបាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាបានយល់បន្ថែមហ្នឹងខ្ញុំសូមឲ្យជាឧទាហរណ៍បែបនេះអញ្ចឹងមានដូចជាការលក់អចលកម្មបាទឬក៏ភ្លើងឆេះទំនិញអញ្ចឹងបើយើងនិយាយអំពីប្រតិបត្តិការទាក់ទិនមួយការលក់អចលកម្មនេះគឺប្រតិបត្តិការហ្នឹងវាមិនមែនកើតឡើងញឹកញាប់ទេវាកើតឡើងយូរហ្នឹងគឺម្ដងហើយប្រតិបត្តិការហ្នឹងវាកើតមកវាចប់សព្វគ្រប់ម្ដងហ្នឹងវាអត់មានជាការកើតឡើងជាលក្ខណៈប្រចាំខែប្រចាំថ្ងៃឬក៏ប្រចាំឆ្នាំអីទេបាទហើយដូចជាអចលកម្មភ្លើងឆេះទំនិញ sorry ភ្លើងឆេះទំនិញហ្នឹងហើយបាទអញ្ចឹងនៅពេលដែលភ្លើងឆេះទំនិញនេះក៏ជាប្រតិបត្តិការកើតឡើងតែម្ដងដែរហើយក៏វាមិនញឹកញាប់ដែរមានន័យថាវាមិនមែនប្រតិបត្តិការហ្នឹងភ្លើងឆេះទំនិញរាល់ថ្ងៃឬក៏រាល់ខែឬក៏រាល់ឆ្នាំទេបាទអញ្ចឹងប្រតិបត្តិការទាំងឡាយណាដែលវាកើតឡើងមកតែម្ដងហើយវាមិនញឹកញាប់ហើយមិនត្រូវបានថានឹងកើតឡើងជាទៀងទាត់នៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងអាហ្នឹងគេរាប់បញ្ចូលវាជាប្រភេទនៃប្រតិបត្តិការដែលធ្វើឡើងតែម្ដងហើយបាទអូខេអញ្ចឹងខ្ញុំសូមបន្តចូលដល់ប្រតិបត្តិការធ្វើឡើងជាប្រចាំថ្ងៃម្ដងអញ្ចឹងប្រតិបត្តិការដែលធ្វើឡើងជាប្រចាំថ្ងៃគឺជាប្រតិបត្តិការធម្មតាដែលកើតឡើងជាទៀងទាត់ជាផ្នែកនៃដំណើរការអាជីវកម្មបាទអញ្ចឹងបើយើងនិយាយអំពីប្រតិបត្តិការដែលធ្វើឡើងជាប្រចាំនេះគឺជាប្រតិបត្តិការដែលកើតឡើងទាក់ទិនជាមួយនឹងប្រតិបត្តិការរកស៊ីរបស់ក្រុមហ៊ុនប្រចាំថ្ងៃហ្នឹងហើយបាទដែលប្រតិបត្តិការនេះវាកើតឡើងជាទៀងទាត់វាអាចកើតឡើងជាលក្ខណៈប្រចាំថ្ងៃរៀងរាល់ថ្ងៃអញ្ចឹងទៅឬក៏ប្រតិបត្តិការហ្នឹងកើតឡើងជាលក្ខណៈរៀងរាល់មួយខែម្ដងអញ្ចឹងទៅឬក៏រៀងរាល់មួយឆ្នាំម្ដងអញ្ចឹងទៅអាហ្នឹងគេរាប់បញ្ចូលវាជាប្រតិបត្តិការដែលកើតឡើងជាប្រចាំហើយបាទហើយខ្ញុំផ្ដល់ជាឧទាហរណ៍ខ្លះទាក់ទិនជាមួយនឹងប្រតិបត្តិការកើតឡើងជាប្រចាំហ្នឹងបាទមានដូចជាចំណូលពីការលក់ទំនិញហ្នឹងបាទអញ្ចឹងយើងដឹងហើយថាក្រុមហ៊ុនបង្កើតមកដើម្បីស្វែងរកប្រាក់ចំណូលអញ្ចឹងនៅពេលដែលក្រុមហ៊ុនគាត់ប្រើប្រាស់ទ្រព្យសកម្មដើម្បីផលិតចំណូលគាត់នឹងទទួលបានចំណូលជាលក្ខណៈប្រចាំខែប្រចាំថ្ងៃឬក៏ប្រចាំឆ្នាំអីចឹងទៅអាហ្នឹងវាជាប្រតិបត្តិការដែលកើតឡើងជាប្រចាំហើយបាទ
ដូចជាចំណាយប្រាក់បៀវត្សរ៍ ឬក៏ចំណាយទឹកភ្លើងអីហ្នឹង អាហ្នឹងវាសុទ្ធសឹងតែជាប្រតិបត្តិការដែលកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្ម ហើយវាកើតឡើងជាទៀងទាត់បាទ ជាប្រចាំខែ ជារៀងរាល់ខែអញ្ចឹងទៅ អាហ្នឹងហើយទើបគេរាប់បញ្ចូលវាជាប្រភេទនៃប្រតិបត្តិការដែលធ្វើឡើងជាប្រចាំបាទ អូខេ អញ្ចឹងនៅក្នុងវីដេអូនេះគឺមានគោលបំណងគ្រាន់តែឲ្យអ្នកនរគ្នាហ្នឹងបានស្វែងយល់ទៅលើចំណាត់ថ្នាក់ទី2នៃប្រតិបត្តិការអាជីវកម្មហ្នឹងបាទ ហើយខ្ញុំសង្ឃឹមថាវីដេអូនេះក៏អាចចូលរួមចំណែកជាចំណេះដឹងបន្ថែមដល់អ្នកនរគ្នាទាក់ទិនជាមួយនឹងមុខវិជ្ជាគណនេយ្យឬក៏ជំនាញគណនេយ្យហ្នឹងបាទ អូខេ អញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អាចជួយ share វីដេអូចែករំលែកបន្តផងបាទ សូមអរគុណ